មានម្នាក់នៅក្នុងក្រុងរាជក្រឹសនោះបានចេញដំណើរពីផ្ទះទៅព្រៃត្រាប់តែប្រទះឃើញភិក្ខុសង្ឃគង់លប៉ាត់លប៉ាយនៅតាមព្រៃក៏សួរលោកថាលោកម្ចាស់គង់នៅកន្លែងណាមួយអង្គចោលថាអាត្មានៅកន្លែងនេះមួយអង្គថាអាត្មានៅកន្លែងនោះហាហើយនៅក្នុងព្រៃអញ្ចឹងឯងថានៅក្នុងព្រៃអញ្ចឹងសេដ្ឋីនោះក៏គិតថាចុះបើមេឃភ្លៀងមេឃអាលឹមតូតឹមខ្យល់ពពកធ្លាក់មកទៅជាមេឃភ្លៀងមេឃព្យុះអីទៅតើលោកទៅជ្រកកោនឯណាអាម៉េចទៅសឹងអាម៉េចអីអាម៉េចងាប់ហើយពិបាកណាស់មិនស្រួលទេអញ្ចឹងគាត់ក៏ជ្រះថ្លាគាត់ចង់កសាងកុដិប្រគេនលោកប៉ុន្តែព្រះអង្គមិនទាន់មានអនុញ្ញាតភិក្ខុសង្ឃក៏មិនហ៊ានទទួលសេដ្ឋីនោះក៏ទៅសុំអនុញ្ញាតពីព្រះដើម្បីកសាងកុដិដូចព្រះអង្គថាមិនអញ្ចឹងបើមានគេជ្រះថ្លាកសាងកុដិទទួលនៅចុះសេដ្ឋីនោះបានជ្រះថ្លាធ្វើបានកុដិ60កុដិញោមហៅថា60វិហារ60កុដិឬ60ខ្នង60កន្លែងឬទៅហៅថា60បន្ទប់ក៏បានដែរគាត់ធ្វើបានហើយនិមន្តភិក្ខុសង្ឃមកប្រគេនឲ្យគង់នៅព្រះអង្គអនុញ្ញាតភិក្ខុសង្ឃអាចគង់នៅបានប៉ុន្តែគាត់មិនដឹងវេថាម៉េចបើវេប្រគេនឲ្យដាច់ទៅលោកទៅក៏លោកសឹកទៅរស់យកទៅតាមទៅហើយវេប្រគេនឲ្យដាច់ទៅក៏លោកលក់ឲ្យទៅអ្នកដទៃទៅជាកម្មសិទ្ធិរបស់លោកអញ្ចឹងបានព្រះអង្គអនុញ្ញាតមួយទៀតថាឲ្យវេកុដិនឹងជាគរុភ័ណ្ឌជារបស់សង្ឃទាំង8ទិសជារបស់សម្បត្តិសាសនាអត់មានជារបស់បុគ្គលណាមួយទេជាព្រះសង្ឃទាំង8ទិសអាចមានសិទ្ធិនៅបានជាសម្បត្តិសង្ឃបានវេទៅកើតជាកុដិកសាងមុនគេក្នុងសម័យកាលនោះឯង60កន្លែង60ខ្នងឬ60វិហារហ្នឹងជ្រះថ្លាធ្វើបុណ្យរាល់ថ្ងៃនៅឯក្រុងសាវត្ថីនោះអនាថបណ្ឌកសេដ្ឋីរស់ស៊ីតំណាក់តំណងជាមួយសេដ្ឋីនៅរាជក្រឹសហ្នឹងតែងតែមកដឹកតំណែងទិញដូរពីហ្នឹងញោមណាទៅដល់រាជក្រឹសឃើញស្នាមកងអាទេសគេបកហូងផ្លូវតាំងពីសម័យព្រះនៅទល់ឥឡូវអាផ្លូវហ្នឹងភ្នំស្នាមកងអាទេសបកិនថ្មឡើងកហូងគេធ្វើលបងខាំងទុកឲ្យយើងមើលថាហ្នឹងសម័យព្រះដែលសេដ្ឋីចំនួនពីសម័យព្រះដឹកតំណែងពីរាជក្រឹសមកលក់នៅស្រុកចិនហ្នឹងអនាថបណ្ឌកសេដ្ឋីមកដេកនៅផ្ទះរាជកហសេដ្ឋីហ្នឹងស្រាប់តែឮរាជកហសេដ្ឋីនិយាយថាពុទ្ធោឧបបណ្ណោសង្ឃោអ្នកធម្មោឧបបណ្ណោសង្ឃោឧបបណ្ណោយើងនិយាយខ្មែរថាពុទ្ធពធប្រសង្ឃកើតឡើងហើយអនាថបណ្ឌកសេដ្ឋីឮពាក្យហ្នឹងស្រឡាំងកាំងមកវឹងអញ្ចឹងទៅបាត់ស្មារតីភ្ញាក់ព្រឹកសួរណៃថាម៉េចថាពុទ្ធកើតឡើងហើយទៅមកវឹងទៀតណាដូចជាពាក្យហ្នឹងដាស់ចាក់ទៅក្នុងបេះដូងគាត់អាម៉េចធ្វើឲ្យគាត់ភាំងដោយបៃតិមិនដឹងភាំងដោយអីមិនដឹងគាត់ដឹងខ្លួនឡើងសួរថាម៉េចថាពុទ្ធកើតឡើងហើយពុទ្ធពធប្រសង្ឃកើតឡើងហើយឲ្យចុះលោកនៅឯណាថាណោនៅវត្តខ្ញុំកសាងឯណោឯនេះឮតែអញ្ចឹងមាននិស័យពីអតីតមកឮតែថាពុទ្ធពធប្រសង្ឃកើតឡើងចិត្តចង់ទៅជួបពុទ្ធពធប្រសង្ឃណាយប់នឹងដេកអត់លក់ខ្ញុំដេកវាមិនលក់សោះគាត់ចោលថាវត្តគាត់នៅទិសហ្នឹងអញ្ចឹងទៅហ្មងយប់នេះទៅមើលពុទ្ធពធប្រសង្ឃហ្នឹងមើលដើរឆ្ងាយទៅវាមិនឃើញវត្តសោះស្រាប់តែចំកន្លែងគេចោលខ្មោចព្រោះស្រុកពីដើមគេចោលខ្មោចឥឡូវក៏នៅតែចោលដែរប្រទេសឥណ្ឌាញោមអ្នកស្លាប់ហើយគេយកទៅចោលអញ្ចឹងប៉ុន្តែគេធ្វើគេធ្វើរោងគេធ្វើសុំជុំវិញដោយប្រាសាទអញ្ចឹងហើយគេចោលជុំគ្នាយើងទៅមើលពីចម្ងាយស្មានតែប្រាសាទបុរាណទៅអើតមើលទៅឃើញខ្មោចឡើងរាប់រយនាក់មានអាចាស់មានអាថ្មីមានអាហើមស្ពីញអីក៏មានដែរហើយឥឡូវគេធ្វើមានថ្មមានស៊ីម៉ង់ចាក់ខឿនអីពីដើមអត់ទៅយកទៅដាក់ចោលក្នុងព្រៃហ្នឹងហើយសេដ្ឋីហ្នឹងដើរទៅដល់ឃើញខ្មោចស្រាប់តែនឹកខ្លាចអញថាមករវត្តមិនចំវត្តចំសិតតែខ្មោចអញ្ចឹងមានតែត្រឡប់ក្រោយវិញណាប្រងត្រឡប់ក្រោយស្រាប់តែទេវតានៅតាមព្រៃស្រែកប្រាប់ទៅមកថាអ្នកអើយអ្នកឯងកុំទៅវិញធ្វើអីអ្នកឯងដើរទៅមុខទៀតខ្ញុំចាំជួយការពារអ្នកហើយអ្នកឯងកុំភ័យឡើយគ្រាន់តែប៉ុណ្ណេះភ្លឺភ្នែកតែងមកស្វាងមួយដេកអស់ហលីងញោមព្រោះទេវតាថែអាសាគាត់ដើរទៅទៀតទៅដល់ចិត្តដល់វត្តនឹងភ្លឺស្រាងព្រះអង្គប្រមាលមើលនិស័យដឹងព្រះអង្គចេញមកខាងក្រៅព្រះអង្គហៅថាសតតៈអ្នកចូលមកអីនេះឮតែសតតៈភ្ញាក់កញ្ញាឈ្មោះគាត់ឈ្មោះដើមសតតៈហើយដល់ពេលគាត់ធ្លាប់ឲ្យទានដល់ជនអនាថាជនអត់បាយអីហ្នឹងគេហៅគាត់ថាអនាថបណ្ឌកសេដ្ឋីអ្នកឲ្យបាយដុំបាយដល់ជនអនាថាប៉ុន្តែឈ្មោះសតតៈហើយស្រាប់តែដឹងថាសាមណអង្គនេះហៅអញសតតៈជាឈ្មោះដើមអញ្ចឹងមាននេះជាព្រះឲ្យបានដឹងឈ្មោះដើមចូលមកស្ដាប់ធម៌ថ្វាយអង្គមព្រះអង្គជ្រះថ្លាណាស់ត្រឡប់ទៅវិញយកមកហើយត្រឡប់ទៅនគរសាវត្ថីវិញនឹកឃើញថាតកសាងវត្តឯនោះដែរយកសាសនាទៅផ្សាយឯនោះបានទៅទិញដីពីឈ្មោះជាតិនឹងកសាងបានកត់ធំ4វត្តចិត្តពុននៅសល់ខឿនតលសពថ្ងៃហ្នឹងគាត់ជំនាន់គាត់កសាងគាត់ធំបាន4នៅក្នុងវត្តហ្នឹងហើយគាត់បានជីកស្រះជីកដងធ្វើរបងធ្វើពហិស្អាតបាតស្រេចហើយបានអរិទ្ធនីប្រពុតនិងប្រសងទៅគង់ផ្សាយសាសនានៅក្រុងសាវត្ថីហ្នឹងដោយសារទិញដីពីឈ្មោះជាតិហ្នឹងជាតិគេចង់ឲ្យក្រាលមាសលើដីគេបានគេលក់ហ្នឹងគាត់យកមាសទៅក្រាលត្រឹមណាគេលក់ត្រឹមហ្នឹងគាត់ក្រាលតលម្ចាស់ដីខាត់លែងឲ្យក្រាលទៅទុកគេចូលបនខ្លះផងបានដាក់ចំណែកដីហ្នឹងចំណែកម្ចាស់ដីឈ្មោះជាតិហ្នឹងហៅថាវត្តជាតិពុនអញ្ចឹងបានកើតវត្តកសាងគាត់វិសាខានោះឃើញអញ្ចឹងកសាងវត្តពពីរៀមទៀតសេដ្ឋីដទៃឃើញអញ្ចឹងកសាងតទៀត
បានជាយើងសពថ្ងៃហ្នឹងកសាងវត្តទល់សពថ្ងៃហ្នឹងដែរនេះប្រវត្តិតែកសាងកើតជាវត្តវារាមមកកសាងវត្តមានកត់លោករួចហើយញោមញាតមកប្រគេនចង្ហាន់ប្រសងទៅអត់មានរួងអត់មានមលុបដល់ល្ងាចភ្លៀងមិនអលឹមមកវាចូលអាសឡោចូលបាយថ្ងៃក្តៅមកក៏វាហាក្តៅក៏គេទៅសុំអនុញ្ញាតពីព្រះអង្គអនុញ្ញាតឲ្យធ្វើរោងផាត់ដែលយើងហៅថាសាលាឆាន់ទល់សពថ្ងៃហ្នឹងសម្រាប់ញោមញាតមកធ្វើបុណ្យស្រួលហើយចាភិក្ខុសង្ឃត្រូវការកន្លែងធ្វើបោសុតព្រះអង្គក៏អនុញ្ញាតឲ្យសន្មតរោងបោសុតបានជាកើតជារោងបោសុតយើងយកវិហារនឹងធ្វើជារោងបោសុតហូហែមកមានប្រវត្តិកើតមួយម្ដងរហូតមកទល់ពេលនេះញោមញាតមានទធាឆ្កាស់ថ្លាបានកសាងកុដិនេះជាការប្រពៃថ្លៃថ្លាណាស់អានិសង្ឃនៃអ្នកដែលបានកសាងក្នុងពុទ្ធសាសនានេះមិនបាត់ទៅណាទេមនុស្សយើងណាញោមពេលដែលកើតមកគ្មានយកលុយយកអីមកទេជ័យវរ្ម័នប្រមាណស្ដេចនោះកសាងប្រាសាទប្រមាណជំនាន់នោះកាលលោកកើតមកលោកយកប្រាសាទមកឲ្យអត់លោកអត់មានយកថ្មមកទេលុយ1រៀលក៏គ្មានដែរលោកមកតែខ្លួនទេប៉ុន្តែលោកមកចេះចាត់ចែងឆ្នៃរបស់លើផែនដីហ្នឹងកសាងជាសមិទ្ធិផ្សេងមានជាប្រាសាទតាមបែបសាសនាសម័យនោះនៅសល់ទល់ឲ្យយើងសពថ្ងៃនេះឥឡូវលោកត្រឡប់ទៅវិញបាត់ហើយប្រាសាទនៅយើងគោរពបូជាបេតិកភណ្ឌរហូតសពថ្ងៃខ្ញុំមើលឃើញដែរមនុស្សយើងនឹងទាំងអស់គ្នាដូចគ្នាអាចារ្យគណៈកម្មការប្រសង់លោកកើតមកគ្មានយកអីមកទេប៉ុន្តែបើយើងមានគំនិតធ្វើកើតទាំងអស់ពីព្រោះជ័យវរ្ម័នអត់មានយកអីមកដែរប៉ុន្តែមានគំនិតដឹកនាំក៏ធ្វើកើតដែរអ្នកមានប៉ុណ្ណាក៏ដោយបើសិនជាអត់មានធ្វើអីសោះស្លាប់ទៅបាត់ដានបាត់ឈ្មោះពីលើពិភពលោកនេះគេអត់ចាំទេប៉ុន្តែអ្នកណាដែលមុននឹងស្លាប់ទៅបានកសាងដូចជាវិសាខាអនាថបណ្ឌកសិទ្ធិញោមមើលជាង 2000 ឆ្នាំហើយនៅតែល្បីឈ្មោះទល់សពថ្ងៃអត់ងាយស្លាប់ទេរូបបញ្ជីរតិមច្ចានੰនាមៈកោតាំងអ្នកជីរតិរូបរាងកាយនៃមនុស្សសត្វទាំងឡាយតែងចាស់ជរាប៉ុន្តែនាមនឹងកោតអ្នកប្រាជ្ញនានាអត់ចាស់ជរាបាត់បង់អន្តរាយញោមមើលឃើញដែរចឹងវិសាខាអីមើលស្លាប់បាត់អស់ជាង 2000 ឆ្នាំនៅតែល្បីឈ្មោះទល់សពថ្ងៃអនាថបណ្ឌកសិទ្ធិអីជ័យវរ្ម័នទី7អីយើងមើលឃើញដែរស្លាប់ទៅបាត់អស់ក៏ដោយនៅតែល្បីឈ្មោះដោយសារការកសាងសមិទ្ធិផ្សេងអញ្ចឹងបានថ្មីនេះថៅកែស្ថាបនិកក្រុមហ៊ុនApple ហ្នឹងណាដែលផលិត iPhone យើងហ្នឹងណាលោក Steve Jobs ហ្នឹងណាគាត់សល់លុយរាប់រយលានដុល្លារមុននឹងគាត់ស្លាប់ទៅគាត់ផ្ដាំមនុស្សទាំងអស់គ្នាគាត់ថាបើយើងកើតមកលើពិភពលោកនេះណាខំប្រឹងរកស៊ីចិញ្ចឹមជីវិតហើយរស់បានហើយមានទ្រព្យដើម្បីចិញ្ចឹមជីវិតបានហើយយើងខំប្រឹងទៀតដើម្បីត្រឹមតែរស់ហ្នឹងទេអត់ប្រយោជន៍ទេគង់តែស្លាប់ចោលទៅវិញទៅទេដោយគាត់អញ្ចឹងគាត់ប្រឹងឥឡូវលុយគាត់នៅរាប់រយលានដុល្លារប៉ុន្តែគាត់ដេកលើគ្រែរងចាំស្លាប់នេះអត់មាននរណាមកដេកជំនួសគាត់បានទេដូច្នេះគ្រែនេះគ្រែមានតម្លៃណាស់លុយរាប់រយលានដុល្លារទិញអត់បានទេចឹងអត់មានពីណាមកដេកស្លាប់ជំនួសយើងទេចឹងគង់តែស្លាប់ចោលទៅវិញទៅទេហេតុដូច្នោះហើយបើសិនជាយើងចង់ឲ្យជីវិតយើងមានន័យក្រៅពីរកទទួលទានបានមិនល្មមគ្រប់គ្រាន់ចាយវាយបានហើយគួរតែកសាងសមិទ្ធិអ្វីមួយសម្រាប់មនុស្សជាតិជាអនុស្សាវរីយ៍នៃជីវិតរបស់យើងកសាងសមិទ្ធិសម្រាប់មនុស្សគេប្រើប្រាស់របស់ទាំងនឹងយើងស្លាប់ទៅមែនប៉ុន្តែរបស់ទាំងនឹងនៅរស់តំណាងយើងចឹងបានគាត់មុននឹងស្លាប់ទៅគាត់បង្កើត iPhone ទូរស័ព្ទ iPad អីស្រួលទៅគាត់ស្លាប់ទៅបាត់ទៅយើងយកមកប្រើលាន់របស់គាត់ហើយគាត់ផ្ដាំអញ្ចឹងទៀតហើយចំណែកខាងលោក Newton វិញគាត់ផ្ដាំថាគាត់ជាអ្នកប្រាជ្ញរកឃើញគ្រឿងអគ្គិសនីគ្រឿងអីចេះធ្វើវត្ថុធ្វើទូរស័ព្ទធ្វើអដេញទូរទស្សន៍ហើយហ្នឹងក៏ដោយសារគំនិតរបស់គាត់ដែលនាំបង្កើតមកប៉ុន្តែគាត់ផ្ដាំចុងក្រោយគាត់ថាអ្វីដែលគាត់រកឃើញហ្នឹងដូចគាត់ដើរតាមមាត់សមុទ្រឬបានសបកក្រុមមួយតែប៉ុណ្្នឹងទេប៉ុន្តែនៅក្នុងសមុទ្របាតសមុទ្រនិងមាត់សមុទ្រនឹងមានសបកក្រុមស្អាតជាងនឹងច្រើនទៀតបើយើងព្យាយាមទៅរកទៀតយើងនឹងឃើញលើសនឹងទៀតចឹងមានន័យថាអ្វីដែលគេរកឃើញមកប៉ុណ្ណឹងវិទ្យាសាស្ត្ររីកចម្រើនប៉ុណ្ណឹងហ្នឹងគំនិតអ្នកវិទ្យាសាស្ត្រថានៅបន្តិចទេនៅមានច្រើនជាងនឹងទៀតចឹងហើយបើមិនជាយើងគិតតែប្រយោជន៍តែកាពះយើងប៉ុណ្ណឹងទេគឺថាស្លាប់ទៅវិញទៅទេគ្មានប្រយោជន៍ទេអញ្ចឹងមុននឹងស្លាប់ទៅទុកប្រយោជន៍សម្រាប់ផែនដីនេះចឹងហើយបានមហាត្មៈអន្តរាគន្ធីគាត់ថាកាពះមនុស្សឆ្កែមួយស៊ីអត់ឆ្អែតផងប៉ុន្តែមហិច្ឆតារបស់មនុស្សគ្មានលេខដាក់បើយើងនៅតែបំរើមហិច្ឆតានេះគង់តែនឹងស្លាប់ចោលបានគេឲ្យយើងកសាងជាសមិទ្ធិផ្សេងអាត្មាក៏មានគំនិតអញ្ចឹងដែរស្ដេចពីបុរាណណាញោមគេឡើងគ្រប់គ្រងប្រទេសហើយគេបានកសាងនេះកសាងនោះពេលដែលគេស្លាប់ទៅនៅសល់ស្នាដៃទុកអញ្ចឹងយើងកើតមកសម័យហ្នឹងយើងគិតថាក្នុងវត្តយើងមួយចុះជំនាន់ប្រសងអង្គនេះជំនាន់អាចារ្យនេះគណៈកម្មការនេះយើងកសាងអីមួយជាដុំកំភួនសម្រាប់ស្នាដៃកូនចៅជំនាន់ក្រោយអញ្ចឹងដែរដើម្បីជាប្រយោជន៍ដល់ពុទ្ធសាសនាជាប្រយោជន៍សម្រាប់មនុស្សជាតិគេប្រើប្រាស់ហូចប្រយោជន៍ហ្នឹងវត្តអារាមហ្នឹងមិនមែនតែបំរើសាសនាមួយមុខទេបង្រើសង្គមជាតិទាំងអស់វាអត់ដាច់ឆ្ងាយពីសង្គមជាតិទេកុំឲ្យពាក្យគេថាអូយមួយឆ្នាំឃើញតែប្រមូលលុយទៅវត្តធ្វើកឋិនធ្វើអីអត់គិតជួយប្រជាជនគិតតែប្រមូលទៅវត្តអស់រាប់លានប៉ុន្តែវត្តហ្នឹងជារបស់នរណាគឺជារបស់ប្រជាជនប្រើប្រាស់វិញអត់ដែរទេយើងគិតមើលសពថ្ងៃនៅតាមស្រុកខេត្តណាក៏ដោយ
មានសាលាបឋមសិក្សានៅជិតវត្តពីបុរាណមកគឺប្រសង់ទេអ្នកបង្រៀនបានជាសាលានៅជិតវត្តកាលយើងមិនទាន់មានក្រសួងអប់រំហ្នឹងហើយក្រៅពីប្រសង់បង្រៀនមានគ្រូក៏ដោយកាលយើងមិនទាន់មានលុយគ្រប់គ្រាន់តែសាលាបាក់បែកខូចឬក៏ចង់កសាងថ្មីតលប្រសង់នឹងវត្តអ្នករៃគ្នាធ្វើនឹងជួសជុលវិញអដែលដល់ទៅពេលសប្តាហ៍ថ្ងៃនេះកន្លែងខ្លះគេចោះឈ្មោះបោះឆ្នោតគេមកធ្វើនៅវត្តគេមានការប្រជុំមកវត្តគេបតក់ឆ្នាំកូនក្មេងមកវត្តធ្វើកិច្ចកម្មវិធីអីមួយមានកន្លែងទិសដៅប្រជុំគ្នាគឺនៅវត្តផ្សព្វផ្សាយព័ត៌មានដំណឹងអីនៅវត្តទាំងអស់អ្នកជំងឺអ្នកឈឺគ្មានទីពឹងអីក៏មកវត្តអ្នកស្លាប់អនាថាអត់មានទីពឹងអីក៏មកវត្តហើយកូនចៅអ្នកក្រខ្សត់ម៉ែឪស្លាប់ចោលអីក៏មកវត្តជ្រូកកញ្ចក់កញ្ចាត5អីចាំទៅនាំចង្រៃយកមកដាក់វត្តឲ្យចង្រៃវត្តដាំដើមឈើអញ្ចឹងដែរមានតែវត្តទេឲ្យតែចេញមកក្រៅភូមិឃើញអាកន្លែងណាខ្ពស់ហ្នឹងវត្តដើមឈើហ្នឹងវត្តខ្លះដាំកគីកកោះដាំឈើតាំងពីបុរាណមកដាំឈើក៏នៅវត្តសិល្បៈចម្លាក់ក្បាច់ក្បូរអីក្បាលនាគកតុយហងខ្វាន់ខ្វងខ្វៀនភ្ញីទេសភ្ញីទឹកភ្ញីភ្លើងភ្ញីបារាំងរត់មកជ្រកវត្តទាំងអស់ភ្លេងប៉ិនពិតនីតកងស្គរត្រចបៃខ្មោះខឹមមហោរីស្រុកមានសង្គ្រាមចម្បាំងរាំងជុលគេដុតពីវាយខ្ទេចខ្ទីវិរុទ្ធមកជ្រកវត្តអសរសាស្ត្រកពីសត្រាដីកាផ្សេងគេបំផ្លាញខ្ទេចខ្ទីវិរុទ្ធមកជ្រកវត្តដល់ទៅហើយទៅវាចេញពីវត្តទៅវិញទេប្រទេសជប៉ុនជាប្រទេសរុងរឿងរីកចម្រើនខាងវិស័យបច្ចេកវិទ្យាទំនើបគេទទួលស្គាល់ថាចប់សង្គ្រាមលោកលើកទី2ជប៉ុនណាលាយទាំងអស់អត់មានសល់អីទេគេប្រមូលក្មេងដើររៀនដាក់តាមវត្តដែរហ្នឹងរៀនចេញពីវត្តហើយបញ្ជូនទៅប្រទេសគេឲ្យខំកត់ចម្លងមេរៀនមកដាក់ប្រទេសយើងបានជប៉ុនរុងរឿងរីកចម្រើនឡើងវិញមកប៉ុណ្ណឹងដោយសារចេញពីវត្តដែរដូច្នេះវត្តនឹងសំខាន់ហើយសពថ្ងៃនៅក្នុងភ្នំពេញយ៉ាងជាក់ស្ដែងវត្តបតុមតែមួយទេគ្រាន់តែប្រសង400អង្គជាង470 480អង្គជាងនិស្សិតជាង600នាក់ដែលស្នាក់នៅក្នុងមួយឆ្នាំហើយអា600នាក់ជាងហ្នឹងវានៅអីវានៅកត់ជាមួយលោកហើយប្រជាង600នាក់ហ្នឹងបើឲ្យទៅជួលផ្ទះសនៈជួលផ្ទះគេដេកក្នុងមួយឆ្នាំតើអស់ប្រមាណខ្ញុំគិតមើលគេថាជួយប្រជាជនវិញដែរអញ្ចឹងកូនអ្នកស្រុកកូនអ្នកស្រែក្រីក្រមកជ្រកនៅវត្តបានស្នាក់បានរៀនបានសូត្របានដេកកត់ហ្នឹងវាធូរសហួយជួលអាផ្ទះសនៈជួលអាផ្ទះឈ្នួលហ្នឹងអញ្ចឹងជួយណាស់ហើយចុះមកវត្តបតុមមួយជាង600នាក់ចុះវត្តដទៃទៀតក៏ទៅមួយឆ្នាំបើយើងសម្លឹងមើលឃើញទៅថាជួយប្រជាជនវិញដែរគ្មានយកទៅណាទេសូម្បីការកសាងវត្តការធ្វើសមាធិធ្វើបុណ្យធ្វើទាននេះក៏នៅតែជួយប្រជាជនដែរតែគេធ្វើបុណ្យគេទៅជួលរោងគេទៅជួលមេក្រូគេទៅទិញដែកទិញគ្រួសទិញខ្សាច់ទិញស៊ីម៉ង់អាអ្នកលក់គ្រួសលក់ខ្សាច់លក់ស៊ីម៉ង់ក៏វាដាច់តែគេដាំស្លគេទិញបន្លែទិញតកួនទិញតាគៀបទិញទ្រព្យអាអ្នកលក់ទ្រព្យលក់តកួននោះក៏វាដាច់អញ្ចឹងវាដើរទៅវាធ្វើឲ្យលុយហ្នឹងកុំឲ្យនៅដេកក្នុងហឹបតើវាគ្រាន់តែចេញពីម្នាក់ទៅម្នាក់ដូច្នេះការកសាងវត្តនេះមានប្រយោជន៍ដល់សង្គមជាតិផងសង្គមសាសនាផងឥឡូវបើសង្គមជាតិវាកើតបានប៉ុណ្ណឹងហើយចុះសង្គមសាសនាយ៉ាងម៉េចអានិសង្សម្ដងញោមនិយាយពីអានិសង្សអ្នកកសាងវត្តកសាងកុដិព្រះពុទ្ធជាម្ចាស់ព្រះអង្គទ្រង់សម្ដែងនៅក្នុងនៃទេវតាសង្យុត្តសគាធវៈក៏ពីត្រង់សត្តមៈសូត្រទី7មានទេវតាចូលមកសួរព្រះអង្គថាយោចក្សបតតោហោតិបបិទ្ធព្រះអង្គដ៏ចម្រើនឲ្យទានអីឈ្មោះថាឲ្យគ្រប់មុខមកញោមញាតណាដឹងឲ្យទានអីឈ្មោះថាឲ្យគ្រប់មុខញោមញាតថាឲ្យលុយគ្រប់មុខព្រះពុទ្ធទ្រង់សម្ដែងថាយោចក្សបតតោហោតិយោទតិឧបស្សយ៉ាងអ្នកណាឲ្យគ្រប់មុខគឺអ្នកឲ្យទីសេនាសនៈឲ្យទានគ្រប់មុខឲ្យទានអីឈ្មោះថាឲ្យគ្រប់មុខគឺអ្នកណាដែលឲ្យទានហើយឈ្មោះថាឲ្យគ្រប់មុខគឺអ្នកកសាងទីសេនាសនៈឈ្មោះថាឲ្យគ្រប់មុខមិនបានឲ្យគ្រប់មុខញោមមើលចោះបើទៅហូបបាយថ្ងៃក្តៅបែកជើងហូរញើសហូបអត់ឆ្ងាញ់ទេតោះតែចូលក្នុងម្លប់នឹងបានឆ្ងាញ់ហើយញោមទៅហូបបាយហាលភ្លៀងមេឃភ្លៀងចូលសឡក៏អត់ឆ្ងាញ់ដែរតោះតែចូលក្នុងម្លប់នេះបានវាឆ្ងាញ់អញ្ចឹងមានន័យថាកុដនិងសាលាហ្នឹងវាអាចជួយម្លប់វាអាចជួយឲ្យគេបាយឆ្ងាញ់អ្នកជំងឺបើឈឺឲ្យដេកនៅហាលក្តៅដេកនៅហាលភ្លៀងព្យាបាលមិនងាយជាទេតោះតែមកដេកនៅក្នុងកុដក្នុងវិហារក្នុងសាលាបានវាឆាប់ជាវាមានកន្លែងបិទបាំងកុំឲ្យហាលក្តៅកុំឲ្យហាលភ្លៀងអញ្ចឹងមានន័យថាជួយថ្នាំគេព្យាបាលជំងឺឲ្យឆាប់ជាហើយញោមស្ដាប់ធម៌ទៅអង្គុយហាលភ្លៀងទៅអង្គុយហាលក្តៅក៏ស្ដាប់ធម៌អត់ព្រោះដែរតោះតែចូលមកក្នុងកុដចូលមកក្នុងសាលាមកក្នុងវិហារចូលមកក្នុងម្លប់មានន័យថាជួយឲ្យញោមបានព្រោះធម៌ទៀតឃើញជួយគ្រប់មុខឲ្យញោមមកជួយទាំងអស់នៅក្នុងកុដនឹងជួនកាលទៅជួយទាំងស្បង់ជីពោទៀតបើយើងនៅខាងក្រៅតដាក់ស្បង់ជីពោបើនៅក្នុងកុដដាក់តែស្បង់មួយដោះជីពោចេញក៏អង្គុយបានដែរគេណាជួយបានគ្រប់មុខកន្លែងអង្គុយកន្លែងដេកចឹងបានព្រះអង្គថាយោចក្សបតតោហោតិយោទតិឧបស្សយ៉ាងណាឲ្យមួយឲ្យឈ្មោះថាឲ្យគ្រប់មុខគឺឲ្យទីសេនាសនៈចោះប៉ុណ្ណាបានអានិសង្សយូរជាងគេហើយវែងជាងគេគឺសេនាសនៈទានដែរយូរត្រង់ណាយូរត្រង់ថាប្រគិនចង្ហាន់លោកឆាន់តែមួយថ្ងៃអស់ប្រគិនភេទជ្ជៈលោកឆាន់តែមួយថ្ងៃ2អស់ប្រគិនចពោលោក5 6ឆ្នាំអស់ប៉ុន្តែបើធ្វើកត់ប្រគិនលោកមួយមិនស្រួលម្ចាស់គាត់ស្លាប់ទៅបាត់ហើយគាត់មិនទាន់ខូចផងបានបនយូរជាងគេវែងជាងគេបានបនទាំងយប់ទាំងថ្ងៃហើយអាម៉េចបានថាទាំងយប់ទាំងថ្ងៃគេនៅកត់យើងគេប្រើប្រាស់កត់យើងគេឡើងយប់គេនៅយប់យើងត្រេកអរបានបនយប់
គេឡើងនៅថ្ងៃយើងត្រេកអរបានបនថ្ងៃញោមមើលឃើញណាឲ្យតែគេឡើងព្រឹបរបស់យើងបានបនរហូតចឹងបានអាត្មាសួរមួយដូចគេបកាយញោមគេហៅថាបកាយគេកសាងផ្ទះសនៈកសាងអូតែលដើម្បីយកអីគេញោមគេកសាងរកអីគេហ្នឹងគេកសាងរលុយអញ្ចឹងគេបកាយរលុយអាហ្នឹងគេបកាយរលុយតែមានមនុស្សចូលមកដេកនៅគេបានលុយចុះយើងកសាងកត់យើងបកាយរកអីដែរយករកបនអញ្ចឹងតែមានគេឡើងនៅយើងបានបនដែរអាហ្នឹងវាផ្ទុយគ្នាអញ្ចឹងគេកសាងអូតែលផ្ទះសនៈតែមនុស្សចូលច្រើនបានលុយគេអត់ដែលយើងកសាងកត់អត់មានយកលុយទេយកបនតែណាហ៊ានឡើងនៅកត់យើងបានបនដែរអញ្ចឹងដូចបកាយរកបនអញ្ចឹងណាញោមណាបានលោកថាបនទាំងយប់បនទាំងថ្ងៃអញ្ចឹងហើយបានក្នុងសត្តមៈសូត្រសគាថាវៈទេវតាសង្យុត្តកពីសង្យុត្តនិកាយហ្នឹងទេវតាសួរព្រះអង្គថាអញ្ចេះកេសង្តិវាចរិតតោចៈសទាបញ្ញប្រវត្តិតេធម្មថាសិលសម្បណ្ណោកេចនីសកគិមីណូបបិទ្ធព្រះអង្គដោយចម្រើនបនរមែងចម្រើនទាំងយប់ទាំងថ្ងៃដល់បុគ្គលពួកណាបុគ្គលពួកណាទៅដែលបរិបូរដោយធម៌ប្រកបដោយសិលនឹងទៅកាន់ស្ថានសួគ៌ទៅព្រះអង្គព្រះសម្មាសម្ពុទ្ធក៏ទ្រង់អនុសន្ធិសម្ដែងតបពាក្យទេវតានោះថាអរាមរូបាវនរូបាយេចនីសេតុការកាបបញ្ចឧតបានញ្ចយេដតន្តិឧបស្សយ៉ាងទេសង្តិវាចរិតតោចៈសទាបញ្ញប្រវត្តិតិធម្មថាសិលសម្បណ្ណោតេចនីសកគិមីណូថាអញ្ចឹងស្ដាប់បានហើយអត់បានលីងចេះតែទេសទៅប៉ោចទៅនឹងថាមិនផងសិតតែបល័យបើអញ្ចឹងចាំមើលអាត្មាបកប្រែគេលោកបានមួយម៉ាត់ពីរបនរមែងចម្រើនទាំងយប់ទាំងថ្ងៃដល់បុគ្គលពួកនេះទី1អារាមរូបាណានាដាំដើមឈើដាំសួនផ្កាជាលំអក្នុងវត្តវាអារាមតាមទីសាធារណៈតាំងពីចបាចបៃមានលតីមហាហងតយងយុទ្ធកាបការនួនស្រីកំឡាប់កលាប់ម៉ោង3ម៉ោង4អីចឹងទៅរៀបចំសួនឲ្យស្អាតស្រឡះសឡំគួរជាទីមនោរម្យគេចូលមកទៅសប្បាយរីករាយចិត្តអ្នកនឹងបានបនទាំងយប់ទាំងថ្ងៃណានាដាំផ្កាវត្តធ្វើសួនវត្តបោសសម្អាតវត្តបានបនទាំងយប់ទាំងថ្ងៃហើយបននេះណានាបោសសម្អាតវត្តទៀតកើតជាតិណាក៏ស្អាតដែរស្អាតដាច់គេញោមកើតឡើងមិនទាន់ត្រូវប្រេងត្រូវម្សៅមិនទាន់ត្រូវអាដេញអុយអុយបេកយ៉ងទីនម៉ាស្ការ៉ាអីផងស្អាតប្រាប់ទៅហើយហើយលើតែមានបនគេថែមតិនទិញទួយទៀតស៊ីដាច់គេបាត់អញ្ចឹងបានអ្នកខ្លះកើតមកស្អាតមកពីគេចេះសម្អាតទីសាធារណៈមានវត្តវាអារាមជាដើមហ្នឹងក៏ពីមានលិនបញ្ហាថាកន្លែងលក់អាយុកន្លែងលក់អាយុលក់សេចក្តីសុខលក់ពណ៌សម្បល់ស្អាតនិងលក់អដេញកម្លាំងហើយយើងថាលក់នៅឯណាអាយុលក់នៅវត្តលក់នៅចេតិយលក់នៅកន្លែងគោរពបូជាយកអីទៅទិញយកសទ្ធាទៅទិញរបៀបម៉េចទៅបោសសម្អាតទៅគោរពបូជានៅនឹងបានអាយុវែងអញ្ចឹងចង់បានអាយុវែងមកបោះមកសម្អាតមករៀបចំកន្លែងហ្នឹងនឹងអាយុវែងតិចទិញអាយុតាហើយបើនេះអាយុខ្លីមិនវិញឲ្យទៅឃើញចេតិយគេមិនស្រួលទៅច្រូចយ៉ាងកាញ់ច្រូចទឹកអីមាននៅទៅញយទៅអាយុខ្លីតាអ្នកខ្លះឃើញខ្ជុំយទៅគូមុខយៈធាក់គ្នាពេញចេតិយគេនោះលើពហិលើអីហ្នឹងទៅច្រូចទឹកយ៉ាងកាញ់ចុះឡើងពេញនឹងពីវិលពីកាលទៅបត់ដៃបត់ជើងរបស់បន្ទោបងមិនស្អាតអីទៅទេវតានៅក្នុងគេមិនចូលចិត្តគេបរាមុខដល់គេបរាមុខមនុស្សនឹងច្រើនតែអាយុខ្លីព្រោះយើងទៅកន្លែងគេគោរពបូជាឯងទៅអត់គោរពមានហើយក្មេងៗមកក្រុមនោះគេទៅយកស្រាទៅក្លែមកន្លែងព្រះក្លែមចុះក្លែមឡើងដល់គេសម្បឹងអស់សាច់ក្លែមវាយព្រះក្លែមវាយព្រះវាយអីនឹងចុះឡើងគេអស់ស្រាហើយគេចេញមកវិញគេជិះម៉ូតូមកពី3ម៉ូតូងោងប្រាប់តែម៉ាំងប្រាវមកទន្ទុះលើខ្លងលឺអត់ឯងពិនពេកចាក់ឯទាំងហែធ្វើតែគ្រោះថ្នាក់អីគេគ្រោះថ្នាក់ចរាចរណ៍សួរតែពួកណាគេពួកមិញនោះឯងចេញទៅងោងទៅម៉ាំងប្រាវបាត់អានឹងវាតំណងដែរទេវតាបរាមុខមែនកន្លែងគេគោរពបូជាឯងទៅធ្វើអញ្ចឹងវាមានអញ្ចឹងណាញោមមិននឹងជាក់ស្ដែងមានអញ្ចឹងដែរអញ្ចឹងកន្លែងគេគោរពបូជាទេវតាថែអាសាការពារមួយអញ្ចឹងបានថាណាមកដាំសួនច្បារលំអហ្នឹងនឹងអាយុវែងទៅណាមានទេវតាស្រឡាញ់ចូលចិត្តអ្នកដែលសម្អាតហ្នឹងកើតជាតិណាក៏ស្អាតខ្លួនឯងហើយធ្វើឲ្យខ្លួនឯងជ្រះថ្លាធ្វើឲ្យគេជ្រះថ្លាទេវតាតាមស្រឡាញ់អញ្ចឹងបាននឹងអាយុវែងមួយទៀតវនៈរូបាបនរមែងចម្រើនទាំងយប់ទាំងថ្ងៃដល់ណាដាំដើមឈើធំមានតាំងពីដើមកគីកកោះបេងនាងនួនច័ន្ទម៉ាក់ប៉ែនកលិនលៀងសាទពីដងពីខ្នោពីខ្វិតពីស្វាយសម្រាប់គេជ្រកគេបេះគេប្រើប្រាស់ជាមលុបតែឆឹងតែឆៃថែរក្សាការពារព្រៃដែលគេដាំទុករួចស្រេចហើយឲ្យល្អបនរមែងចម្រើនទាំងយប់ទាំងថ្ងៃដល់បុគ្គលពួកហ្នឹងទី3យេជនីសេតុការកាអ្នកណាកសាងផ្លូវស្ពានសាលារៀនមន្ទីរពេទ្យផ្លូវថ្នល់ឬក៏ចេញទុកដឲ្យគេឆ្លងអ្នកនេះឯងបនរមែងចម្រើនទាំងយប់ទាំងថ្ងៃមួយដែរមួយទៀតឧតបានញ្ចៈអ្នកណាជីកស្រះជីកដងធ្វើអង្គធ្វើអាងធ្វើពីងធ្វើកឡោពិនតងបាក់សាំងពីងសម្រាប់ងូតទឹកគេអត់ប្រើប្រាស់ទាំងយប់ទាំងប្រលប់ទាំងព្រលឹមអ្នកនេះបានបនទាំងយប់ទាំងថ្ងៃដែរហើយមួយទៀតយេជនីសេតុការយមមួយទៀតហៅថាយោតទៀតតែឧបស្សយ៉ាងអ្នកណាកសាងទីឧបស័យមានកត់សាលាព្រះវិហារបឋមបច្ចេកដីប្រស្រីព្រះមហាពោធិព្រឹក្សរោងបង្ហាកន្លែងទីជ្រកកោនតំណាក់ខ្ទមអ្នកនេះបានបនទាំងយប់គ្រប់ទាំងថ្ងៃទៅទីកន្លែងណាទេវតាថែអាសាស្រឡាញ់ចូលចិត្តជានិច្ចរហូតណាញោមក្មេងកបីមួយឃើញលោកចេញពីព្រៃមកចេះតែឃ្លុំយពអញ្ចឹងទៅហាលក្តៅទៅកាប់មែកឈើយកមកដាំធ្វើមកលុបឲ្យលោកកុំឲ្យឃ្លុំហាលក្តៅវាលពឹសអញ្ចឹងអានេះលពឹសបានបនណា
từ cặp mày chơi nhưng mà đã thường mà lục phải lục đôi từ lục mà không từ năng viên mà lục xuống ngày rồi mệt liền mà rồi nó bị bảo bạ sạch tập phọc khơi lục cho không phọc nhắn việc chỉ ra bị từ cặp đây sạch nhưng mà chạy pin năng cầm oi phọc lục mà bản này nó nhôm mình năng rosi miền ban cao viên công từ chạy từ chôm slap từ cao than su cao du đó là mặc cao chi mà nung nè ban buộc mua thằng cầm văm tệ năng anh ngày siêu ngày tròn nhắn lục chăn hơi lục sầm rã lục sầm rãi than su pro vì miền đó lục phọc nơi than su năng miền đam chui chung quanh mà lục từ chơi chẳng lục từ sầm rãi năng mà giờ bỏ ban lục trong một mình nè chẳng ở cha nó mình cứ bấy cái chết với ban bon này bon rồi mình chậm rãi từng chút từng ngày đó là co sang ti sầm nặng phá say ti ốc say năng na chẳng hai ban nhôm nhiệt nè co sang quật sala năng ban bon ban anh ấy song tràn chẳng ban không thò mà bót lục lược lang chỉ riêng môi cho lời sầm đai chỉ riêng ở nhôm sẽ đạp mà đòn cái lô sẽ đạp ọt ban thế vào lang chào dàn canh ọ thằng mà nơi ta bao mà này ai ở toàn chàoเลยnhôm mà đây khơi nhà thằng mà chẳng khơi nhà thằng mà trai không mấy nhôm mấy thằng mà cao pi môn bài pi prey ven pi rong thầm đây nhôm bài du tới còn chua bà thằng má còn tờ xa còn thằng má chỉ đẹp chỉ muốn là lấy rồi ấy còn tờ xa bên là thằng má của công chăn là tờ cuốn thì lụa tờ hốc đạm mà mặt tới còn thằng lấy thì con chỉ đẹp chỉ đơn chỉ muốn là lấy nữa má ọt mò đây cầm lăng 11 có đấy đạm mà mặt tiệt bắt sắp như thế đó lấy chỉ đẹp kháng á chỉ đẹp kháng chỉ muốn má lừa can này nhập cơ chỉ đẹp chỉ đơn chỉ muốn chỉ đẹp kháng chỉ muốn là mấy thế nhổm thằng má có to mà mặt tới đạm mà mặt lừa rồi có thằng đi con là lấy chỉ đẹp chỉ đơn chỉ muốn là thằng má tha màu bị việc liền pin nhiều mới ọt là nghĩ bàn chỉ đẹp chỉ đơn chỉ muốn thì thôi còn thà ọt thế cái nào mình trong dây để con chăn thế trong dây sờ bol rương năng bị ruột mà kri tư rương chỉ đẹp chỉ đơn chiên môn năng sạp ta tham mấy đấy kia mình là sao ta chỉ đẹp chỉ đơn chiên môn đấy kia là sao thà tham so chiên môn tham từ bon kia năng ở toàn mọt thì lăng coi lừa kre tới gì các sập nghe thà lúc so chỉ đơn chiên môn là lăng so chiên môn tham không thơm mốc ở răng phơi đôi thà anh mình đăng những cái tạp vật không cuốn lôi ọp ruồi đi kia là sao thà so chiên môn á sạp ta đập men tên kia là sao so không cái thà so chỉ đơn chiên môn tham cơn mới chạm vào nhà tài luôn sao cho thằng láng gì bị so ní công từ cao hào chứ nhưng mà công cao hỏi nhung hai lục tà loạn xong mình căn mà lu phóng lục tà mới hèn dây pi rương mà khẽ miền nục miền kia sam sận nè mà khẽ miền nục nắng chỉ đẹp là thưa pleu non kia thưa pleu sa thiên nè sầm ráp nè sọc nè phum thưa tầm ná sùa nè mình trai đi cá miền nè khla smart trong miền nè khla khôi đại tá sầm mày nóng á miền mình trai môi nó khôi mà bị nhiêu nè thưa pleu nó ban phải giao ấy vô lôi mất tình sạch khai màu dương vinh miền phải giao chiêng bàn bon còn từ thưa pleu thưa ấy nè đại cái thưa nó kia mình sẽ đáp cái non kia thưa pleu hỏi tại cana thưa tới quạt nắng chia nè cục rong này cái này nắng quạt ăn miền cầm đất đặc non thưa vì ở đôi chỉ on quạt đó là on quạt phải chia chôn nè non kia thưa chắc quạt phải nhiêu kia cầm ao cái thưa kia nơi từ thưa đó là cái nơi từ thưa quạt từ tu sạch thà bà ông ơi miền phụ mà crom nắng cái trong thưa rót bà ha cái thưa pleu mau trâu vén đâm bay rót bà ha lược tọt một vay bà ông vô tầm này nhá sạch lư tay trắng nhal chặt vô tầm đây tao prít với slap á vô tầm đây tao prít tao choán tầm đây nắng viên mình tao choán vì tao đón vì lên chỉ công cột nha đó là đằng đó sạch thật kia thưa pleu là o so kia admin cầm đất carbon tê mình trai nâng tê khôi trắng bà ông đã tu mình trai nâng chìm liệt tranh pinaco từ và cô tầm đây nâng ao bộ nâng thưa rốt càng như co sang pleu nâng to là sạch chỉ đẹp lá co sang sala sầm nặng tiệt đó là co sang sala sầm nặng rồi hào chẳng tới toàn rồi phóng dây pi mà kẹt miền nục nâng cái thưa tập prop kia kê thế và bốn miền đó là buôn này chờ chuyện ngàn tham ma tiệt đó tham ma tầm một prop miền phóng quát đó là buôn đó là miền của bốn tì môi cho môn niêng sẽ thom mía tì pi cho môn niêng sẽ non tia tì bay này tì pi cho môn niêng sẽ chết tra tì bay cho môn niêng sẽ non tia tì buôn cho môn niêng sẽ chia tả nhiều mai và bốn năng và buôn xong thôi chỉ môi phát đây kia mình ao thôi cái thôi tập prop kia kia thế bà chẳng mình ao thôi niêng sẽ thom mía và bốn tì môi chlat chẳng có tật thôi hào chiêng tầm ra hạ ca chỉ môi chiêng thật đó vẹn đã hào chiêng ở một tinh sập mà bọn niêng ngót niêng ọt lụa tên niêng bậc kim chun đặt tới đằng bay bàn chấm này bọn đài niêng chlat đó là bàn hào chiêng đặt tới miền chmôn ở nông sạch sala sẽ thom mía nằm nó khơi sẽ thom mấy cái hai tờ sala sẽ thom mía vào đâu từ và là chmôn nẹt vớp xe như chmôn niêng ta hào chiêng nóng đó là bên niêng sẽ non tia nước khơi thà của bồn đám cái bàn thưa bồn chỉ môi phát đây chẳng một cái card lá cái từ chua phát đây tiệt đây bởi chẳng anh khai mình chua phát đây anh không thưa anh kia đá chỉ đẹp lá của chích sra anh chích sra từ kia mau chỉ độc nâng sala nâng kia ngút cái phật tật sra anh bàn bồn đài niêng có chích sra chẳng thử hỏi đó là niêng sẽ chết ra niêng thà bậc kia mau chẳng cái bàn bồn anh cua thưa ấy đấy niêng đam chữ anh ơi một lúc miền ca miền nhi tới kia mà chỉ độc cáo niêng bàn bồn đây
ប្រពន្ធទី4នាងសុជាតាថាអញមិនបាច់ធ្វើអីទាំងអស់ប្តីអញទ្រព្យសម្បត្តិជាមួយតែគ្នាតែប្តីអញធ្វើអញគង់តែបានបនដែរម្យ៉ាងឪពុកមីអញផងអញបាច់ធ្វើទេអញតែងខ្លួនឲ្យតែស្អាតជាងគេទៅប្តីស្រឡាញ់ជាងគេហើយម្ល៉េះហើយសិលក៏មិនធ្វើបនក៏មិនធ្វើអង្គុយតែផាត់មុខលាបកញ្ចក់លាបក្រែមនឹងថ្ងៃឲ្យកញ្ចក់ស្រួចស្អាតបបោមាត់ឲ្យក្រហមស្អាតដល់ទៅពេលគេខំធ្វើបនរៀងខ្លួនគេស្លាប់ទៅគេទៅកើតក្នុងឋានសួគ៌មកខៈមាននប់កើតជាប្រអិនទល់សពថ្ងៃនេះប្រពន្ធទាំង3ទៅកើតជាមួយសម្លឹងរមមើលទៅបាត់នាងសុជាតាអត់ឃើញទៅកើតឯណាបាត់ហើយសុជាតារកចុះរកឡើងឃើញទៅកើតជាកុកញីនៅនឹងយកភ្នំឯណោះគេកើតជាទេវតាមនុស្សលាន់ឯងទៅកើតជាកុកញីហើយញោមចង់ទៅកើតកុកញីដែរឬអត់អត់ទេបើចង់ទៅកើតកុកញីមិនខ្វល់មកទេណាមកប៉ុណ្ណឹងឯងមិនចង់ទៅកើតកុកញីទេប្រអិនចុះមកចាប់កុកញីនឹងទាំងរស់យកទៅដល់ឋានសួគ៌ដាក់នឹងមុខពួកទេវតាហ្នឹងហើយពួកស្រីទេវតាហ្នឹងគេមកសួរលេងជាមួយនាងហ្នឹងគេឌឺអើយនាងឲ្យស្អាតទៅណែនាងរោមនាងឡើងសមាត់នាងក្រហមកញ្ចក់នាងស្រួចស្អាតអាហ្នឹងគាត់ទៅលាបឲ្យសទៅណាគាត់ទៅលាបមាត់ឲ្យក្រហមមកកញ្ចក់ឲ្យស្រួចឥឡូវវាស្រួចដូចចិត្តថ្នាមែនគេឌឺឲ្យអញ្ចឹងណានាងហ្នឹងខឹងគេណាប៉ុន្តែមិនដឹងធ្វើម៉េចគេអញ្ចឹងទៅខឹងគេមិនដឹងធ្វើម៉េចប្រអិនសួរថានាងចង់មកកើតដូចគេអញ្ចឹងអីអត់ចង់បើចង់ត្រឡប់ទៅវិញកាន់សិល5ណាយកកុកនឹងមកដាក់ឲ្យកាន់សិល5កុកនឹងខំកាន់សិល5ហេតុតែប្រាថ្នាចង់ទៅជួបប្តីចង់ចេញពីកុកនឹងដែរណាប្រអិននោះប្រែកាឡាធ្វើជាត្រីងាប់មិនដាច់ស្ពីងមកសាក់ចិត្តមើលនាងនឹងសុខចិត្តបើថាត្រីរស់មិនស៊ីសុខចិត្តអត់ដាច់គោះងាប់ឲ្យតែត្រីងាប់បានស៊ីដល់តែឃើញត្រីងាប់មកចាក់បាត់ត្រីនឹងបង្រះខ្វោកលែងទៅវិញប្រអិនមកធ្វើទៀតធ្វើត្រីងាប់មិនដាច់ស្ពីងមកនាងឃើញត្រីងាប់មកកំពុងតែឃ្លានផងចាក់បាត់ប្រងស៊ីត្រីនឹងវាបង្រះទៀតលែងទៅវិញអញ្ចឹងទៅនាងកាន់សិលជាប់ពីសិល5ហ្នឹងទៅកើតជាកូនអសលស្លាប់ពីហ្នឹងទៅកើតជាកូនអសលដល់ទៅពេលបានអសលហ្នឹងត្រូវបានទៅប្រអិនណាកាលនោះឯងនាងពេញកមុំស្អាតហើយគេឲ្យរើសប្តីអសលកំឡោះមកកណោអញ្ចឹងទៅគេឲ្យនាងបោះកម្រងផ្កាទៅរកអសលណាមួយដែលស្អាតសង្ហាប្រអិននោះចុះមកប្រែកាឡាធ្វើអសលមួយក៏ចាស់ឲ្យត្រត់ក៏ចាស់ជាងជីតាទៀតមកឈរតម្រង់ជួរជាមួយពួកអសលកំឡោះគេដែរដល់ទៅពេលគេឲ្យបោះអាកម្រងផ្កាហ្នឹងនាងមិនបោះទៅអសលកំឡោះបោះទៅអសលកចាស់នោះនិស័យវារុញឲ្យអញ្ចឹងគេថានាងរត់អ្នកអាខាត់លាក់រត់រកបានសាណាជំទាវរត់រកអកញ៉ាបើទេធីតារត់រកស្ដាច់នោះណាហើយនាងរត់រកប្រអិនហ្នឹងប៉ុន្តែបោះទៅអសលកចាស់ហ្នឹងដល់អញ្ចឹងទៅបោះទៅលើអសលហ្នឹងពួកអសលកំឡោះហើយនឹងអសលជាឪពុកខឹងហ្មងងាត់អញហើយយកចុះអសលក្មេងកំឡោះមកកណោមិនស្រឡាញ់ទៅស្រឡាញ់អាកចាស់ជាងជីតាខ្លួនឯងទៀតអញ្ចឹងប្រអិនក៏ចាប់នាងនឹង3ហោះឡើងផុតពីអសលមកថាហ្នឹងហ่ะមិនមែនអសលកចាស់ទេមើលច្បាស់ប្រអិនស្មោះយកនាងនឹងទៅឋានសួគ៌បានទៅនៅឋានសួគ៌ហ្នឹងទៅដល់ទៅនៅឋានសួគ៌ហ្នឹងសុខសប្បាយជាមួយគេតាមក្រោយអញ្ចឹងទៅញោមមើលខាងនេះនឹងដោយសារកាន់សិល5អញ្ចឹងញោមញាតជ្រះថ្លាធ្វើបុណ្យប្រយ័ត្នដែរណាគេថាប្តីប្រពន្ធទ្រព្យសម្បត្តិជាមួយគ្នាក៏ដោយបើសិនជាយើងមិនជ្រះថ្លាប្តីអ្នកធ្វើប្រពន្ធមុខមិនរីកឬក៏ប្រពន្ធអ្នកធ្វើប្តីមុខមិនរីកអានឹងក៏ពិបាកដែរធ្វើបុណ្យធ្វើទានមិនជ្រះថ្លាប្តីអ្នកធ្វើបុណ្យធ្វើទានប្រពន្ធអត់ចូលចិត្តអានឹងជាតិក្រោយបែកគ្នាបើប្រពន្ធអ្នកធ្វើទានប្តីមិនចូលចិត្តអានឹងជាតិក្រោយបែកគ្នាដែរម៉ែឪក៏ដោយម៉ែឪខ្លះអ្នកធ្វើបុណ្យធ្វើទានហៅកូនឲ្យជួយធ្វើកូនគេមិនមកទេគេមិនចូលចិត្តទេគេជូនលុយម៉ែគេស្ដីឲ្យម៉ែទៀតឲ្យតែជូនលុយម៉ែឃើញតែបុណ្យថាឲ្យទៅដើរចាយឲ្យសុបាយមិនគិតចាយតែគិតតែបុណ្យលែងជូនណាដកទូរស័ព្ទទុកទៀតឲ្យតែបានលុយឃើញទេទៅតាអាចារ្យព្រោះអស់លុយទៀតឡើយម្ល៉េះហើយបើម៉ែអ្នកចិត្តបុណ្យកូនអ្នកចិត្តមិនបុណ្យទេកើតជាតិក្រោយបែកគ្នាម៉ែនឹងទៅមានកូនអ្នកចិត្តបុណ្យរីឯកូននឹងទៅរកម៉ែអ្នកចិត្តបាបកើតមកស្រួលគេច្រោះអាថងខ្មៅគេទៅដាក់ធុងសម្រាមបដ ாய் ពីព្រោះឯងប្រាថ្នាម៉ែចិត្តបាបអញ្ចឹងបានថាអ្នកចិត្តបុណ្យស្វែងរកអ្នកចិត្តបុណ្យអញ្ចឹងបានជំនាន់ព្រះមានប្តីប្រពន្ធ2នាក់ប្តីនឹងប្រុសប្រពន្ធនឹងស្រីរៀបការហើយខ្លាចជាប្តីប្រពន្ធអូតូម៉ាទិកតែម្ដងហើយស្រឡាញ់គ្នាខ្លាំងណាស់មកថ្វាយអង្គមព្រះសួរហ្មងព្រះអង្គហើយព្រះអង្គខ្ញុំព្រះអង្គហ្នឹងស្រឡាញ់គ្នាណាអត់ចង់ឲ្យបែកគ្នាទេចង់ឲ្យកើតជាតិក្រោយជួបគ្នារាល់ជាតិតែធ្វើមិនទៅព្រះអង្គហើយក៏ទៅសួរព្រះអញ្ចឹងណាញោមណាព្រះអង្គសម្ដែងប្រាប់ថាសមៈសទ្ធាសមៈសីលាសមៈចាគាសមៈបញ្ញាបើប្តីប្រពន្ធចង់ឲ្យជួបគ្នារាល់ជាតិបើប្រពន្ធនឹងមានសទ្ធាប្តីមានសទ្ធាដែរបើប្រពន្ធកាន់សិលប្តីកាន់សិលដែរបើប្រពន្ធនឹងធ្វើទានប្តីធ្វើទានដែរបើប្រពន្ធមានបញ្ញាប្តីមានបញ្ញាដែរទាំងពីរនឹងឲ្យតែធ្វើជាមួយគ្នាអញ្ចឹងជួបគ្នារាល់តែជាតិហ្នឹងហើយបើថាប្រពន្ធធ្វើប្តីមិនចូលរួមឬក៏ប្តីធ្វើប្រពន្ធមិនចូលរួមអានឹងជាតិក្រោយបែកគ្នាហើយចាអញ្ចឹងបាននិយាយពីរឿងនន្តយៈម្ដងនន្តយៈឧបាសកកសាងសាលាហើយនឹងគាត់អានិសង្សដូចតែគ្នាទេសាលាហើយនឹងគាត់អានិសង្សដូចគ្នាញោមកសាងសាលាហ្នឹងរួចហើយវេថ្វាយព្រះអង្គជ្រោចទឹកតេខេណោតកៈទៅលើព្រះហស្ថព្រះអង្គជ្រោចទឹកហើយទៅស្រាប់តែសាលាខុសចាំឲ្យឋានសួគ៌ណោះហើយអញ្ចឹងទៅមកកលៀនទៅឃើញសាលាហ្នឹងទៅក៏សួរទេវធីតាទាំងឡាយថានេះជារបស់នរណាទេវធីតាទាំងឡាយថានេះជារបស់នន្តយៈឧបាសកខ្ញុំព្រះអង្គនៅចាំគាត់សូមឲ្យព្រះអង្គប្រាប់គាត់ផងឲ្យឆាប់មក
មកកលៀនចុះត្រឡប់មកវិញក៏មកសួរព្រះថាបបិទ្ធព្រះអង្គដោយចម្រើនមនុស្សយើងមិនទាន់ស្លាប់ផងមានសាលាខុសចាំអញ្ចឹងតើមែនទេព្រះអង្គថាមកកលៀនណែឯងបានឃើញបានដឹងហើយតើសម្បត្តិរបស់នន្តយៈឧបាសកនោះមិនក៏ចាំបាច់មកសួរតថាគតធ្វើអីទៀតបានមកកលៀនថាយីអស់ចាណាស់មនុស្សមិនទាន់ស្លាប់ផងមានសាលាគេខុសចាំមុនអញ្ចឹងតាមពិតប៉ុនអញ្ចឹងញោមអត់ដឹងទេអ្នកណាត្រូវកើតជាទេវតាហ្នឹងសាលាវាមានខុសចាំញោមមុនអស់ហើយញោមណាត្រូវកើតជាកូនអុកញ៉ាកូនលោកជំទាវហ្នឹងអាគេធ្វើវិឡាធំនោះស្រួលទៅកើតកូនផ្ទះហ្នឹងអាហ្នឹងវាត្រូវកម្មវិចាត់ចែងអញ្ចឹងណាព្រោះថាយើងកើតក្នុងស្រុកមនុស្សហ្នឹងត្រូវកើតកូនផ្ទះអ្នកមានកូនអុកញ៉ាណាគេកំពុងធ្វើតម្រូវឲ្យញោមដល់ពេលញោមស្លាប់ទៅកើតកូនក្នុងហ្មងហើយញោមណាទៅទេវតាទៅកើតក្នុងឋានសួគ៌ហ្មងនន្តយៈឧបាសកខំធ្វើបន់ធ្វើទៀនញយប៉ុន្តែប្រពន្ធគាត់មុខមិនដែលរីកទេញោមឲ្យតែប្តីធ្វើទៀនប្រពន្ធមុខកញើបើថាមុនប្រសងមកឆាន់នៅផ្ទះហ្នឹងក៏មើលមុខប្រពន្ធមើលមុខប្តីឆាន់ឆ្ងាញ់ក៏មើលមុខប្រពន្ធឆាន់លែងឆ្ងាញ់ហើយប្រពន្ធហ្នឹងមិនមកសមាទានសិលមិនមកប្រគេនទៀនមិនមកស្ដាប់ធម៌ទេធ្វើបន់ញយឆ្លោះគ្នាហ្មងលែងគ្នាចាស់សម្រួលឲ្យគ្នាវិញបានគ្នាវិញទៅក្មួយឲ្យកុំឲ្យធ្វើបន់ឆ្លោះគ្នាអញ្ចឹងសម្រួលគ្នាបានគ្នាវិញហើយដល់តែពេលប្តីនឹងខំធ្វើបន់ញយស្លាប់ទៅកើតក្នុងវិមាននឹងជួបជាមួយនឹងទេវធីតាយ៉ាងច្រើននៅសល់ប្រពន្ធលោកមកបានបាត់ប្រពន្ធឈរជាប្រចោរហ្មងណែចាប់ពីថ្ងៃហ្នឹងទៅគ្មានអាណាឲ្យចង្ហាន់ឲ្យបាយអីទៀតឈប់មកបានឈប់មកអីគ្មានអាណាគេគ្រប់លោកអីទៀតទេជេរបចោលលោកស្ដីឲ្យលោកឲ្យនាំគ្នាទៅរុះសាលាយកមកវិញស្អីធ្វើសាលាថ្វាយព្រះអីវាមានប្រយោជន៍ស្អីទៅរុះយកមកវិញធ្វើអីមិនកើតធ្វើអស់ដុតរុះសាលាយកមកវិញសិលក៏មិនធ្វើទៀនក៏មិនធ្វើឲ្យជេរប្រមាថបន្តិចផ្ដាសាដល់អ្នកដតីស្រាប់តែដល់ថ្ងៃស្លាប់នៅទៅ7ថ្ងៃទៀតដល់ថ្ងៃស្លាប់យំបបាលមកបង្ហាញខ្លួនឲ្យឃើញផ្នែកស្រស់ថានាងខ្ញុំជាយំបបាល7ថ្ងៃទៀតត្រូវមកយកជីវិតនាងទៅនរកហើយអញ្ចឹងនៅឱកាស7ថ្ងៃនេះនាងខំធ្វើបន់ទៅណាបើនាងមិនធ្វើបន់ទេនាងមិនអាចទៅជួបប្តីបានទេនាងនោះស្រីថាអញមិនជឿគ្រាន់តែប៉ុណ្ណេះបាត់សមោលយំបបាលទៅវិញទៅយំបបាលហ្នឹងក៏ទៅបាត់ទៅនាងនេះខំដាំបាយហូបចែកបិទខ្ទាស់អួចខ្ទាស់កលឹះទ្វារជុំវិញអង្គុយក្នុងផ្ទះក៏មកយមបាលមកយកបានដល់បនមិនធ្វើសិលមិនធ្វើសោះថ្ងៃទី7យមបាលមកគ្នាពីរនាក់ហែកជាងផ្ទះលុកចាប់យកនាងនឹងទៅបរោយបើយើងមើលភ្នែកស្រស់ថានាងនឹងស្លាប់ដោយសារខ្យល់កឬក៏កាំងបេះដូងបណ្ណាផ្លូវក្នុងហ្នឹងគេចាប់យកហើយយើងហៅតាមភាសាយើងថាចាប់យកព្រលឹងទៅហើយចាប់យកទៅមិនទៅដល់នរកទេយកទៅបង្ហាញប្តីឲ្យថាសួរសិនដាក់ប៉ុកនៅពីមុខប្តីកំពុងតែអង្គុយជាមួយទេវធីតាទេពកញ្ញាទេពអប្សរស្អាតនាងនឹងឃើញប្តីបរិបូរដោយសម្បត្តិទិព្វស្អាតយ៉ាងហ្នឹងថ្វាយអង្គមសាពះប្តីបងអើយជួយខ្ញុំផងបងគឺយកខ្ញុំទៅនរកឥឡូវហើយបងឲ្យជួយខ្ញុំផងប្តីនោះស្ដីឲ្យបន្ថែមតែហ្មងថាណែនាងមឹងអត្តលៈហួសពេលហើយនាងខ្ញុំមិនអាចជួយនាងបានទៀតទេខ្ញុំដឹកនាំនាងឲ្យកាន់សិលនាងមិនធ្វើសោះខ្ញុំនាំនាងឲ្យធ្វើទៀននាងមិនធ្វើសោះខ្ញុំនាំនាងឲ្យធ្វើបន់ធ្វើទៀននាងមិនធ្វើឲ្យសុខចិត្តឆ្លោះគ្នាទៀតគេត្រូវរើសម្រួលឲ្យបានគ្នាហើយនាងនៅតែមិនស្ដាប់ខ្ញុំនាងហ៊ានជេរបតិចបដាសាដល់ភិក្ខុសង្ឃនាងហ៊ានទៅរុះសាលាដែលគេធ្វើថ្វាយព្រះហើយទៀតនាងធ្វើកម្មនាងធ្ងន់ណាស់ខ្ញុំមិនអាចជួយនាងបានទៀតទេនាងទៅតាមយថាកម្មនាងចុះស្ដីឲ្យចប់តែប៉ុណ្ណេះយមបបាលប្រែចកោតបែរត្រឡប់មកវិញយកនាងនឹងចុះមកក្រំបោះក្នុងនរកទល់ដល់សពថ្ងៃអត់ទាន់បានឡើងមកផងហើយប្តីនៅឋានសួគ៌ឲ្យញោមមើលប្តីប្រពន្ធបកើតចេះបែកគ្នាអញ្ចឹងដែរណាទ្រព្យសម្បត្តិរួមគ្នាក៏ដោយណាអត់បានទេបើដូច្នេះហើយតតែមានទធាជ្រះថ្លាធ្វើជាមួយគ្នាអញ្ចឹងបានចឹងបានញោមញាតមើលសេដ្ឋីពីជំនាន់ព្រះដូចជាសេដ្ឋីមួយគេហៅថាធនកសេដ្ឋីធនកសេដ្ឋីជាកំពូលអ្នកមានមួយដែរពីសម័យព្រះដែលទ្រព្យសម្បត្តិនិងផ្ទះវិមានរបស់គាត់លើសវាំងស្ដេចញោមទ្រព្យសម្បត្តិធនកសេដ្ឋីនេះណាទ្រព្យសម្បត្តិលើសវាំងស្ដេចទៀតប្របាទពំពិសានាំអាជីវត្រូវទៅលេងផ្ទះហ្នឹងទៅលេងផ្ទះសេដ្ឋីហ្នឹងគ្រាន់តែអញ្ចាំងផ្ទះគាត់រៀបសិតតែថ្មកែវផ្លេកហើយក្នុងផ្ទះគាត់ហ្នឹងមិនបាច់អុជភ្លើងឯងមានពលឺតែហ្មងហើយចក្រានបាយគាត់មានថ្មហ្នឹងមានកម្ដៅដាក់ទៅឆ្អិនគឺថារបស់គាត់សិតតែរបស់ពិសេសមានតម្លៃក្នុងចំនួននោះអាជីវត្រូវមើលថាចំកន្លែងនេះស្អាតជាងវាំងទៀតវាំងប្របីដែរអត់ស្មើផ្ទះហ្នឹងអាជីវត្រូវចាំចិត្តជាមើលតែអញបានធ្វើស្ដេចអញមកវាយយកផ្ទះហ្នឹងចាំចិត្តអញ្ចឹងសេដ្ឋីហ្នឹងមានកំពូលមហាមានអមនុស្សជាយៈនៅគ្រប់ទិសទាំង8យាមផ្ទះគាត់បើគាត់មិននៅផ្ទះទេទ្រព្យសម្បត្តិគាត់គ្មានអ្នកណាចូលលួចបានទេពេលម្ចាស់ផ្ទះមិននៅក៏ដោយអមនុស្សខ្មោចអមនុស្សយៈនៅជុំវិញផ្ទះហ្នឹងយាមដេញចោលមិនឲ្យលួចបានណាញោមមកពីអីមកពីជាតិមុនគាត់អញ្ចេះពីអតីតពីដើមឡើយមកពីអ្នកបងប្អូនពីអ្នកបងគាត់តែចាក់ផ្អៀងទៅវាហូរទឹកមកមិនបាច់ចាំពូតខ្លាំងទេច្បាច់បន្តិចក៏ហូរទឹកបានណាជ្រះថ្លាឃើញលោកចែកគ្នាឆាន់ហ្នឹងគាត់ក៏យកឲ្យចំណែកប្អូនហ្នឹងប្រគេនទៅលោកទៀតហើយដល់ប្រគេនហើយទៅនឹកថាអញទៅដល់ផ្ទះអញជូនបនទៅប្អូនបើប្អូនមិនព្រមទេចាំអញសងអំពៅថ្មីក៏មកដល់ផ្ទះប្រាប់ថាប្អូនអើយបងមកពីចំការប្អូនថាបងអញមកមិនកាប់អំពៅមកហូបថាកាប់មកពីដើមដែរប្អូនប៉ុន្តែជ្រះថ្លាប្រគេនលោកអស់ទៅចំណែកប្អូនឯងក៏ប្រគេនដែរបើប្អូនឯងចង់បានបនយកបនបើប្អូនឯងចង់បានអំពៅចាំបងរំអំពៅសងប្អូនហ្នឹងក៏ចង់បានបនបងហ្នឹងជ្រះថ្លាខ្លាំងពេកក៏សុំលាប្អូនទៅបួសប្អូនហ្នឹងថាអត់ទេអត់ពីបងអត់ពីម៉ែពីឪទៅទុកបងឯងនៅជាអាណាព្យាបាលជាឪពុកបងឯងកុំទៅបួសបងហ្នឹងជ្រះថ្លាថាចង់ទៅបួសសុំលាប្អូនទៅបួស
chẳng tới con lia ban tới bùa tư ôn nâng anh còn nơi tiệm mà này anh tới có tầm ôn tầm ai prap bong ai tới bùa rồi chặt tôi coi phần là ôn nâng miền tốc ta trời phương mấy ban bong nâng prap tha ôn anh bị trong ban bón ôn anh vô trọp sầm bát nâng thui chỉ cột và cái lốp môi thằng chẳng có ban chỉ là thui cột đó là ban thui cột chẳng tới thui cột cái kênh vai chẳng tới ban bón ban anh xong từ ca không than xua ở cao là du nhiều mai đó là cho bị than xua một bên mau một cao chỉ thể thay nâng ban co sang và to tí đó co sang và to tiết co sang chỉ cột chỉ ấy chẳng á đó là PLA để xong để co sang cột tăng vì sớm mai nóng ban chỉ cột cao mọi chi thôn là cả sẽ thay để miền trọp sầm đặt tràn nóng đòi ra để xong để cột co sang cột cái lô trong sớm mai nóng riêng rau ven tràn chiết ban là dânสัง khép đời clay hai chấm này đây trọp sầm bắt cột trao lụt mình ban nóng về để cột cao chỉ sẽ thay nóng chiếtประตอบមកកើតសិទ្ធិអ្នកមានហ្នឹងគាត់និមន្តប្រសងមកសម្ដែងធម៌ទេសនានិមន្តព្រះមកគាត់ដាក់ប្រដាប់បូជាធម៌ហ្នឹងមានមាសពេជ្រហើយដល់ពេលអ្នកស្ដាប់ធម៌ណាក្រយកមិនតិចទៅគាត់ឲ្យយកដល់ថ្ងៃមួយគាត់យកកែវមณีម្ដុំយកមកដាក់គាត់ជ្រះថ្លាខ្លាំងពេកដាក់កែវមณีម្ដុំទៅតែមានលោកចោលមកស្ដាប់ធម៌ដែរអង្គុយនៅណានោះទេប៉ុន្តែឃើញកែវមณีហ្នឹងអង្កលកាន់តែចិត្តគេព្រោះធម៌គេណាឃើញកែវមณีគេព្រោះធម៌អង្កលបន្តិចម្ដងមកក្បែរកែវមณีហ្នឹងជាប់ថ្នាក់រួចស្រេចឲ្យតែរៀងប្រហែលបន្តិចលោកយកកែវនេះដាក់ថ្នាក់បាត់វាទៀតចេញទៅវិញទៅបដៃបត់ជើងចេញទៅបាត់តាមពិតសិទ្ធិឃើញទាំងអស់ប៉ុន្តែខ្លួនគោរពពធមិនហ៊ានមាត់ប៉ុន្តែខឹងហ្មងខឹងថាចោលហ្នឹងវាមិនគួរណាស់ផ្កើនៅថ្នាក់ហ្នឹងសោះនឹងមុខអញមានធ្វើប៉ុណ្ណឹងអញ្ចឹងគាត់ខឹងណាស់គាត់សុំធ្វើបន់លើកហ្នឹងប្រាថ្នាទ្រព្យសម្បត្តិខ្ញុំបើសិនជាអ្នកណាមួយមកយកបើខ្ញុំមិនឲ្យសុំកុំឲ្យយកបានគ្រាន់តែអានិសង្ឃគាត់ប្រាថ្នាប៉ុណ្ណឹងចាប់ផ្ដើមពីពេលហ្នឹងមកទ្រព្យសម្បត្តិគាត់ចោលលួចលែងបានជាជាតិចុងក្រោយគាត់កើតជាធននកសិទ្ធិហ្នឹងទ្រព្យគាត់គេលួចអត់បានទេញោមមកនិយាយកាត់រំលងទៅទៀតដល់ពេលប្រពំវិសាហ្នឹងសកុតបាត់ទៅឡើងអាចិស្ត្រីជាស្ដេចអាចិស្ត្រីលើកតបទៅច្បាំងយកទ្រព្យសម្បត្តិគាត់នឹងមែនថ្ងៃឧបោសថគាត់មកវត្តទៅអត់នៅផ្ទះអានេះលើកតបទៅដល់អាតបតម្រៃតបសេះវាចាំងជាមួយអាកញ្ចក់នៅចាំងផ្ទះនោះឃើញតម្រៃសេះតទៅក្នុងនោះមកវិញអាតម្រៃសេះខាងក្រៅនោះវាខ្លាចទៅវាទុចអាមុខទុចទៅអាក្រោយមកជន់អាមុខនឹងអាមុខស៊ូទៅជន់អាក្រោយប្រកាច់ប្រកិនគ្នាដួលរៀលទាំងអស់ហើយអាមនុស្សនោះចេញមកទ្រាំដីដេញតបសេះតបតម្រៃរត់ជន់គ្នាពួកតបលួចពីលើខ្នងសេះរត់ផាកកញ្ញាំទៅរត់តាមផ្លូវស្ដាច់នឹងក៏រត់តាមផ្លូវទៅជួបម្ចាស់ផ្ទះគេដើរមកពីវត្តយ៉ាងរ៉ាំភើយហើយសួរព្រះអង្គយើងមកពីណាហីលោកសិទ្ធិលើកតបដេញវាយគេហើយមកធ្វើសួរទៅគេថាមកពីណាទៀតទេខ្ញុំព្រះអង្គមកពីវត្តទៅអត់មានដឹងរឿងអីទេលើកតបដេញវាយគេច្បាស់ណាស់អញ្ចឹងមានព្រះអង្គទៅយកទ្រព្យសម្បត្តិខ្ញុំមែនទេយើងទៅយកផ្ទះណែឯងហ្នឹងហើយណែឯងលើកតបដេញវាយយើងខ្ញុំព្រះអង្គទៅវត្តទេព្រះអង្គឲ្យទ្រព្យខ្ញុំបើមិនឲ្យទៅណាយកក៏អត់បានដែរព្រោះព្រះអង្គមិនជឿសាកដកអញ្ជៀនមើលខ្ញុំមិនឲ្យព្រះអង្គដកអត់បានទេអាជីវត្រូវស្ទុះមកដកអញ្ជៀនហ្នឹងដកដាំដូលត្រឡប់ត្រឡិនលូតប្រមាណជាន់ក៏ដកមិនរួចបានព្រះអង្គនឹងស្ដេចសិទ្ធិនឹងថាម្ដងទៀតឥឡូវខ្ញុំព្រះអង្គឲ្យព្រះអង្គហើយព្រះអង្គដករត់ខ្វិចបានដឹងជ្រះថ្លាសេដ្ឋីនឹងនឹកឃើញអញ្ចឹងថាអំពើលោកលន់ទាំងអស់នេះក៏វាគ្មានប្រយោជន៍អីប្រមាណគាត់មកតែនឹងស្លាប់គាត់វេអាដេញផ្ទះគាត់នឹងថ្វាយវិមាននឹងទៅដល់ស្ដេចតែហ្មងទៅគាត់ចូលកាន់សិល8ចូលវត្តចូលវាគាត់លែងខ្វល់គិតតែពីបនកុសលទៅគាត់ក៏មិនក្រមិនខ្វះអញ្ចឹងលើកឡើងពីសេដ្ឋីមួយនឹងដែលមានទ្រព្យសម្បត្តិច្រើននឹងក៏ដោយសារការកសាងកុដិដែរណាញោមណាអញ្ចឹងការកសាងកុដិប្រយោជន៍សម្រាប់ប្រើបច្ចុប្បន្នផងអនាគតសម្រាប់យើងកើតឡើងមានផ្ទះធំទំនំខ្ពស់គ្រប់គ្នាមានដីមានធ្លីមានកន្លែងសុខបែបយ៉ាងគ្រឿងដីគ្រឿងនៅតុកទូតាំងរនាំងវាំងននកន្ទេលខ្នើយភួយមុងជាមចំព្រែព្រំអត់ខ្វះអត់កន្លះប្រទេសតែមានរត់ទទួលទានក៏ចេះតែមានបានការវិលគុំដោយសារអានិសង្ឃកត់បណ្ណារឿងកត់នឹងសម័យព្រះមានកត់មួយនោះធ្វើផ្លេចប្រកតបូលញោមប្រយ័ត្នផ្លេចប្រកតបូលមានកត់មួយនឹងធ្វើផ្លេចប្រកតបូលឲ្យចិត្តហើយម្ចាស់កត់នឹងវាអាឡ័យទៅលបុលការងារផ្សេងទៅក៏ຕົកចោលអញ្ចឹងសិនហើយដល់ទៅលោកចូលទៅនៅលេងលោកព្រះអរហន្តលោកទៅនៅនឹងដល់តែទៅភ្លៀងទៅទេវតាឃើញមេឃភ្លៀងមកខ្លាចទៅទឹកលោកព្រោះអត់តន់ចិត្តតបូលបជាភ្លៀងនឹងចេញពីភូមិនឹងឲ្យអស់អញ្ចឹងមកបរិវេណជុំវិញភូមិទៅនឹងកុំឲ្យតែមានភ្លៀងប្រជាជនឡើងឆ្ងល់ចុះស្រុកគេភ្លៀងហើយមិនក៏ស្រុកយើងមិនព្រមភ្លៀងសោះរហេតុផលទៅសួរព្រះទៅបានដឹងថាអូមកពីធ្វើកត់ប្រកតបូលអត់តន់ចិត្តអញ្ចឹងញោមមើលតបូលផងតែតបូលអត់តន់ចិត្តមិនអត់ងាយភ្លៀងទេណាប្រយ័ត្នដោយរឿងហ្នឹងណាអញ្ចឹងអានិសង្ឃច្រើនណាស់លើកឡើងមកប៉ុណ្ណេះហើយធ្វើបន់ឆ្លងហ្នឹងក៏មិនបានបកស្រាយអីវែងទៀតដែរពីព្រោះថាឆ្លងគឺទឹកចិត្តយើងឲ្យដាច់ស្រឡះពីរបស់យើងដាក់ជារបស់សង្ឃអាហ្នឹងឲ្យឆ្លងណាញោមណាហើយបើធ្វើឲ្យនៅតែប្រកាន់ហួងហើយកត់អញសាលាអញអាហ្នឹងមិនតាន់ឆ្លងទេបើយើងលះឲ្យផុតពីរបស់អញប៉ុណ្ណឹងឲ្យឆ្លងអញ្ចឹងបន់កសលដែលបានកើតឡើងសូមមកទិសចែកចាយផ្សាយជូនដល់អតីត